នេះសួស្តីបងប្អូននេះបាទខ្ញុំ live ផ្ទាល់ហ្មងនេះបកគលម្នាក់នេះបានឲ្យខ្ញុំខ្ចីលុយគេនៅពេញចំនួន$400ហើយហើយខ្ញុំជាជនពិការបងខ្ញុំខំអាណិតខំជួយខ្ចីឲ្យនៅការលក់ដូរនៅសាលារៀនថាមានដើមទុនហើយខ្ញុំខំអាណិតឆ្លាញ់ខំនេះឲ្យឡើងមកធ្វើបាបខ្ញុំបងនេះជួយមើលបងប្អូនជួយមើលមុខឲ្យសិននិយាយភាសាកម្រាមខ្ញុំថា100លុយខ្មែរឲ្យទេបងប្អូនហើយមើលចរិតបងប្អូនមើលចរិតបងប្អូនឲ្យខែហ្នឹងឯគេព្រោះអីអត់មានព្រោះថ្ងៃនេះបងប្អូនរយៈពេល7ឆ្នាំជាងហើយរយៈពេល1ឆ្នាំជាងហើយនេះបងប្អូនស្ដាប់បានស្ដាប់សំដីអ្នកនេះបាននេះបងប្អូននេះមើលឲ្យមើលអញ្ចឹងឲ្យដឹងហើយនេះបងប្អូនមើលចរិតបងប្អូននេះចរិតអីពាក់លុយគេឲ្យធ្វើចរិតចឹងបងប្អូននេះរយៈពេល1ឆ្នាំជាងបងកុហកខ្ញុំថ្ងៃនេះតាំងពីខែ3ថាឲ្យខ្ញុំខែ3ដល់ពេលខែ2ខែ1ថាខែ1ហើយដល់ពេលអត់មានឲ្យខ្ញុំបងនេះធ្វើបាបខ្ញុំជាជនពិការនេះបងនេះខ្ញុំខំអាណិតទៅខ្ចីខ្ញុំឲ្យខ្ញុំហ្នឹងថាខ្ចីបងនៅពេញឲ្យមកបងអត់មានដើមទុនរកស៊ីនៅសាលារៀនទេហើយដល់ពេលឥឡូវបងរយៈពេល1ឆ្នាំជាងមានសងគេសន្យាថ្ងៃនេះឥឡូវខែនេះថាសងឥឡូវមានសងទៀតបងជួយមើលនេះសំដីបងនេះសំដីចាំមើលមិញហ្នឹងឲ្យមើលមិញហ្នឹងរួចខ្លួនអត់ខ្ញុំចាំមើលទេតានេះបងប្អូនជួយ share វីដេអូនេះម្នាក់មួយផងបងប្អូននេះបាទឲ្យដឹងដល់សមាជិកជួយអន្តរាគមន៍ដល់រូបខ្ញុំផងខ្ញុំមានផុសតាងទាំងអស់ជាសម្លេងទាំងអស់បានឆាតទៅខ្ចីលុយខ្ញុំចំនួន$400ឲ្យខ្ញុំខ្ចីគេនៅពេញឲ្យបាទ